ตามไม่นเอาไว้กัดแรงประสันบ่าวอเมริกตุ่มเล็กกรอบใบอีรอง ប្រសិនបើអាមេរិកវាយប្រហារតាមអាកាសលើអ៊ីរ៉ង់គោលដៅគឺកន្លែងនុយក្លេអ៊ែរទីតាំងមីស៊ីលនិងមជ្ឈមណ្ឌលបញ្ជាការយោធាយន្តហោះ B2 និង F22 នឹងដឹកនាំការវាយប្រហារជាមួយមីស៊ីល Tomahawk ពីនាវាអាមេរិកនៅឈូងសមុទ្រអ៊ីរ៉ង់នឹងព្យាយាមបិទច្រកសមុទ្រ Hormuz ដែលមានប្រេង 20% នៃពិភពលោកហូរតម្លៃប្រេងនឹងកើនឡើងខ្លាំងអាចដល់$200ក្នុង1បារ៉ែលក្នុងពេលឆាប់ៗទីផ្សារភាគហ៊ុនសកលនឹងធៀបចុះហើយតម្លៃថាមពលនឹងកើនឡើង NATO នឹងត្រូវឆ្លើយតបនឹងហៅមាត្រា5ប្រសិនបើទ្រព្យសម្បត្តិអាមេរិកឬសម្ព័ន្ធមិត្តនៃអឺរ៉ុបត្រូវបានវាយប្រហារបារាំងនិងអង់គ្លេសនឹងបញ្ជូននាវាចម្បាំងនិងត្រៀមវាយប្រហាររួមគ្នាលើអ៊ីរ៉ង់នៅអាមេរិកនឹងមានវិបត្តិនយោបាយនិងសេដ្ឋកិច្ចដោយតម្លៃប្រេងឥន្ធនៈកើនដល់$8-10ក្នុង1ហ្គាឡុងតម្លៃម្ហូបអាហារនឹងឡើងថ្លៃដោយសារបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ការវាយប្រហារតាមអ៊ីនធឺណិតលើធនាគារបណ្ដាញថាមពលនិងប្រលានយន្តហោះអាចបង្កឲ្យមានការភ័យខ្លាចនិងដាច់ភ្លើងទូទាំងប្រទេសអាមេរិកនឹងប្រយុទ្ធនឹងសង្គ្រាមក្រៅប្រទេសខណៈគ្រប់គ្រងវិបត្តិក្នុងស្រុក